ហេតុអ្វីបានជានិស្សិតកម្ពុជាគួរតែចាប់អារម្មណ៍ទៅលើការដាក់ពាក្យអាហារូបករណ៍មករៀននៅក្រៅប្រទេសសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន5ចំណុចអំពីមូលហេតុដែលអ្នកទាំងអស់គ្នាគួរតែដាក់ពាក្យអាហារូបករណ៍មករៀននៅក្រៅប្រទេសឬក៏អ្នកទាំងអស់គ្នាគួរតែចាប់អារម្មណ៍ឬក៏មាន passion ទៅលើការដាក់ពាក្យអាហារូបករណ៍មករៀននៅក្រៅប្រទេសទី1គឺលុយបាយទីខ្ញុំនិយាយត្រង់ពេកហ្នឹងមែនទេមូលហេតុដែលអ្នកទាំងអស់គ្នាគួរតែដាក់ពាក្យមករៀននៅក្រៅប្រទេសគឺដោយសារតែការចំណាយពីព្រោះថាយើងរៀននៅស្រុកខ្មែរហើយយើងចំណាយច្រើនមែនទែនចុះត្រង់តែយើងរៀននៅក្រៅប្រទេសទៀតគឺចំណាយកាន់តែច្រើនទ្វេដងអញ្ចឹងហើយបានជាអ្នកទាំងអស់គ្នាគួរតែស្វែងរកឱកាសដាក់ពាក្យអាហារូបករណ៍ហើយត្រូវតែមានមហិច្ឆតាក្នុងការដាក់ពាក្យមករៀននៅក្រៅប្រទេសចំណុចទី2គឺគុណភាពនៃការអប់រំគុណភាពនៃការអប់រំគឺខ្ញុំអត់មានការបកស្រាយទេចំណុចទី3ទំនាក់ទំនងវាពិតជាមានសារៈសំខាន់មែនតើនៅពេលដែលយើងទៅរៀននៅក្រៅប្រទេសគឺយើងបានជួបចិត្តសាស្ត្រផ្សេងជាច្រើនដែលធ្វើឲ្យយើងមានទំនាក់ទំនងកាន់តែច្រើនជាងមុនស្គាល់គេកាន់តែច្រើនជាងមុនហើយមានឱកាសកាន់តែច្រើនជាងមុនដូចគ្នាចំណុចទី4គឺការដែលអ្នកទាំងអស់គ្នាស្វែងរកខ្លួនឯងនៅពេលដែលយើងទៅរៀននៅក្រៅប្រទេសគឺជាពេលមួយដែលយើងចាប់ផ្ដើមទៅកន្លែងថ្មីមួយដែលយើងអត់ដែលស្គាល់ណាគេម្នាក់ឯងហើយពេលខ្លះទៅគឺយើងទៅនៅតែម្នាក់ឯងឯងនៅពេលហ្នឹងហើយជាពេលវេលាមួយដែលយើងចាប់ផ្ដើមហ៊ាននឹងសាកល្បងក្នុងការធ្វើរឿងអីមួយដែលយើងអត់ដែលចង់ធ្វើពីមុនឬក៏ដែលយើងចង់ធ្វើប៉ុន្តែយើងអត់ហ៊ានធ្វើដោយសារតែយើងខ្លាចថាអ្នកណាគេម្នាក់មកវាតម្លៃយើងប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាទៅរៀននៅក្រៅប្រទេសវាគឺជាពេលមួយដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើវាដោយសារតែអ្នកទាំងអស់គ្នាលែងបានខ្វល់ហើយថាអ្នកណាគេមកគិតបែបណាចំពោះអ្នកទាំងអស់គ្នាពីព្រោះនៅកន្លែងថ្មីទាំងអស់នោះគឺអត់មានអ្នកគេស្គាល់អ្នកទាំងអស់គ្នាអញ្ចឹងវាជាពេលវេលាដ៏ល្អបំផុតមួយដែលអ្នកទាំងអស់គ្នាចាប់ផ្ដើមស្វែងរកខ្លួនឯងហើយវាក៏ជាពេលវេលាដ៏មានន័យបំផុតក្នុងជីវិតរបស់អ្នកទាំងអស់គ្នាដូចគ្នាចំណុចទី5គឺការបំផុសគំនិតគឺ inspiring ខ្ញុំគិតថាវាពិតជាមានតម្លៃមែនទែននៅពេលដែលយើងមករៀននៅក្រៅប្រទេសធ្វើឲ្យមនុស្សនៅជុំវិញខ្លួនរបស់យើងមិនមែនមានតែក្រុមគ្រួសារយើងម្នាក់ឯងប៉ុន្តែអាចជាបងប្អូនឬក៏មនុស្សក្នុងសហគមន៍របស់យើងក៏អាចមើលឃើញថាតើតម្លៃនៃការអប់រំមានឥទ្ធិពលកម្រិតណាដែលអាចធ្វើឲ្យមនុស្សម្នាក់ផ្លាស់ប្ដូរបានហើយការ inspire មួយហ្នឹងវានឹងជំរុញឲ្យយុវជនរបស់យើងចំនួនក្រោយខ្លាចទៅជាសសរទ្រូងនៃប្រទេសកម្ពុជាដ៏ល្អប្រសើរពីព្រោះការអប់រំជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិដូច្នេះប្រសិនបើប្រជាជនឬក៏សិក្សានុសិស្សរបស់ប្រទេសកម្ពុជារបស់យើងពួកគាត់យល់ថាការអប់រំធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ល្អប្រសើរដូច្នេះពួកគាត់នឹងខិតខំប្រឹងប្រែងក្នុងការរៀនសូត្រអញ្ចឹងហើយបានជាការរៀនសូត្ររបស់យើងវាមិនមែនជួយបានតែយើងនិងគ្រួសាររបស់យើងទេប៉ុន្តែវាក៏ជាផ្នែកមួយនៃការជំរុញលើកទឹកចិត្តដល់សហគមន៍របស់យើងឲ្យមើលឃើញអំពីតម្លៃនៃការអប់រំផងដែរអូខេអ្នកទាំងអស់គ្នាសរុបមកខ្លីខ្ញុំមាន5ចំណុចដែលជាមូលហេតុដែលអ្នកទាំងអស់គ្នាគួរតែដាក់ពាក្យឬក៏មានមហិច្ឆតាក្នុងការដាក់ពាក្យមករៀននៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ទី1ការចំណាយទៅលើការសិក្សាទី2គុណភាពនៃការអប់រំទី3ការបង្កើតទំនាក់ទំនងនិង network ទី4គឺការស្វែងរកខ្លួនឯងទី5គឺការត្រឡប់មកវិញនិងមកជួយក្នុងប្រទេសកម្ពុជារបស់យើងឡើងវិញអូខេខ្ញុំមាន5ចំណុចហ្នឹងអរគុណច្រើនចំពោះការទស្សនាវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងបាយ